សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីតាមរយៈវីដេអូនេះផងដែរយើងនឹងទទួលបានអារម្មណ៍ប្លែកមួយដែលយើងនឹងត្រៀមបង្កើតជាសំណួរនិងចម្លើយឆ្លើយទាំងអស់គ្នាដោយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក4ចំណុចដូចគ្នាដែលចំណុចទី1គឺទទួលសំណួរម្ដងហើយម្ដងទៀតសំណួរទី2គឺទទួលសំណួរចាញ់កលទី3នោះគឺជាប់ទោសទី4នោះគឺដឹងខុសគឺជាដំណាក់កាលនៃរឿងក្តីដូច្នេះសំណួរចម្លើយខាងក្រោមត្រូវបានបង្កើតឡើងដោយកំណត់តួនាទីអ្នកសួរមានព្រះរាជអាជ្ញាមេធាវីដើមបណ្ដឹងនិងអ្នកឆ្លើយជនជាប់ចោទទៅតាមដំណាក់កាលនីមួយៗនៅក្នុងសវនាការរឿងអំពីអំពើពុករលួយដំណាក់កាលទី1ផុសតាងទទួលសំណូកម្ដងទៀតគោលបំណងបង្ហាញពីទម្លាប់និងចេតនាឧក្រិដ្ឋរបស់ជនជាប់ចោទ1ព្រះរាជអាជ្ញាសួរថាតើលោកស្រីធ្លាប់បានទទួលប្រាក់ឬអំណោយពីភាគីពាក់ព័ន្ធណាមួយមុនករណីនេះដែរឬទេចម្លើយជនសារភាពខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់ទទួលសំណូកប្រាក់កាដូពីមុនប៉ុន្តែខ្ញុំគិតថាវាគ្រាន់តែជាការថ្លែងអំណរគុណធម្មតាព្រះរាជអាជ្ញាសួរទៅទៀតថាតើលោកស្រីមានការអនុវត្តតាមនីតិវិធីប្រកាសទ្រព្យសម្បត្តិនិងបដិសេធអំណោយលើសពីដែនកំណត់ដែរឬទេសារភាពដោះសារពេលខ្លះខ្ញុំភ្លេចឬខ្ញុំគិតថាវាមិនចាំបាច់ប្រកាសទេដំណាក់កាលទី2ដំណើរការចាប់ខ្លួនទទួលសំណូកចាញ់កលគោលបំណងបញ្ជាក់ពីសកម្មភាពជាក់ស្ដែងនៃការទទួលសំណូកដែលធ្វើឲ្យមានការចាប់ខ្លួន1ព្រះរាជអាជ្ញាសួរថានៅថ្ងៃទី x វេលា x y នោះលោកស្រីពិតជាទទួលកញ្ចប់លុយ z ពីឈ្មោះ A ដែរឬទេសារភាពបាទចាស់ខ្ញុំទទួលស្គាល់ថាខ្ញុំទទួលពីវាមេធាវីមុនពេលទទួលប្រាក់នោះតើការបង្ខិតបង្ខំឬញុះញង់ណាមួយពីបុគ្គល A ដែលឲ្យលោកស្រីសម្រេចចិត្តទទួលដែរឬទេការពីខ្លួនខ្ញុំត្រូវបានគេតាមរំខាននិងសូមឲ្យជួយដោះស្រាយលឿនពេកហើយខ្ញុំមិនបានគិតវែងឆ្ងាយវាជាការធ្វើប្រហែសដ៏ធំរបស់ខ្ញុំព្រះរាជអាជ្ញាតើប្រាក់នោះត្រូវរកឃើញនៅកន្លែងណានៅក្នុងហោប៉ាវកាបូបតុកនៅពេលដែលមន្ត្រីចាប់ខ្លួនមកដល់ការពិតវាស្ថិតនៅក្នុងថតតុកការិយាល័យរបស់ខ្ញុំក្នុងហោប៉ាវធំរបស់ខ្ញុំ3ដំណាក់កាលសម្រាប់ជាប់ទោសគោលបំណងនេះគឺជាលទ្ធផលដែលត្រូវប្រកាសដោយចៅក្រមមិនមែនជាសំណួរនិងចម្លើយរបស់ជនជាប់ចោទទេចៅក្រមដោយផ្អែកទៅលើភស្តុតាងនិងសារភាពតុលាការរកឃើញជាប់ចោទឈ្មោះ A មានទោសពីបទល្មើស B តាមមាត្រាច្បាប់ C តើព្រះរាជអាជ្ញាស្នើសុំទោសពិន័យនេះនិងទោសជាប់ពន្ធនាគារកម្រិតណាចម្លើយខ្ញុំសូមស្នើឲ្យជនជាប់ពន្ធនាគាររយៈពេល x ឆ្នាំនិងពិន័យជា y ឆ្នាំដោយជាការករណីធ្វើម្ដងទៀតតើមេធាវីមានបណ្ដឹងចំទាស់អ្វីចំពោះការស្នើទោសនោះដែរឬទេខ្ញុំសូមស្នើទៅដល់តុលាការមេត្តាសម្រាប់ទោសដល់កូនក្តីដោយសារតែមូលហេតុផ្សេងមានបន្ទុកគ្រួសារមិនធ្លាប់មានទោសធ្ងន់ពីមុនមានការសារភាពមកដល់ដំណាក់កាលទី4សារភាពនិងកែប្រែមានន័យថាដឹងខុសការអនុញ្ញាតឲ្យជនជាប់ចោទបង្ហាញពីវិបដិសេរីនិងសន្យាកែប្រែដើម្បីកុំឲ្យមានការអនុគ្រោះចៅក្រមតើលោកស្រីមានអ្វីចង់និយាយអំពីចុងក្រោយទៅកាន់តុលាការពាក់ព័ន្ធនឹងកំហុសខ្លួនដែរឬទេបាទចាស់សូមទោសខ្ញុំសូមទទួលស្គាល់
ថាខ្ញុំពិតជាបានប្រព្រឹត្តដ៏ធ្ងន់ធ្ងរខ្ញុំបានបំផ្លាញកិត្តិយសរបស់ខ្លួននិងអង្គភាពខ្ញុំពិតជាមានវិប្បដិសារីនិងសូមសន្យាចំពោះមុខច្បាប់ថានឹងក្លាយជាពលរដ្ឋល្អបន្ទាប់ពីជាប់ទោសនេះរួចមេធាវីតើលោកស្រីបានរៀនសូត្រអ្វីខ្លះអំពីបទពិសោធន៍នេះខ្ញុំបានរៀនសូត្របានថាការលោភលន់មួយពេលអាចដកហូតសេរីភាពពេញមួយជីវិតចាប់ពីពេលនេះទៅខ្ញុំនឹងប្រកាន់ភ្ជាប់នៅភាពស្មោះត្រង់ជានិច្ចសំណួរចម្លើយទាំងនេះបង្ហាញពីដំណើររឿងទាំងមូលដែលជាជនជាប់ចោទទទួលសំណូកអំពើពុករលួយម្នាក់នៅក្នុងប្រព័ន្ធយុត្តិធម៌សូមអ្នកទាំងអស់គ្នាផ្ដល់ជាមតិយោបល់ការស្នើសុំសំណូមពរមតិរិះគន់កែលម្អមកកាន់ខ្ញុំបាទទាំងអស់គ្នារួចហើយសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូល្អៗនៃរឿងទិនហ្វីសូមអរគុណក៏ដូចជាសូមគោរពលា